ព័ត៌មានសិល្បៈកំសាន្ត Update Today សូមស្វាគមន៍ Facebook ប្រឈមនឹងរឿងក្តីធំដែលចោទប្រកាន់ថាបណ្ដាញសង្គមនេះធ្វើឲ្យកុមារនិងយុវវ័យញៀនលេងនៅពេលនេះក្រុមហ៊ុនយៈមេតាកំពុងប្រឈមមុខនឹងរឿងក្តីដ៏ធំមួយនៅសហរដ្ឋអាមេរិកជុំវិញការចោទប្រកាន់ថាថ្នាលបណ្ដាញសង្គមរបស់ក្រុមហ៊ុននេះដូចជា Facebook និង Instagram ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឲ្យកុមារនិងក្មេងជំទង់ញៀនចូលលេងយោងតាមប្រភពពីសារព័ត៌មាន CNA សម្ព័ន្ធភាពនៃរដ្ឋចំនួន29អះអាងថាក្រុមហ៊ុននេះបានប្រើប្រាស់ចំណុចខ្សោយរបស់អ្នកប្រើប្រាស់វ័យក្មេងដើម្បីធ្វើឲ្យពួកគេចូលលេងបណ្ដាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់និងបង្កើនប្រាក់ចំណេញយ៉ាងច្រើនរដ្ឋអាជ្ញាក៏បានចោទប្រកាន់ក្រុមហ៊ុនមេតាថាមិនបានចាត់វិធានការការពារកុមារឲ្យបានគ្រប់គ្រាន់ពីមាតិកាដែលគ្រោះថ្នាក់ផងដែរអំឡុងពេលជជែកដេញដោលរដ្ឋអាជ្ញាបានចោទថាក្រុមហ៊ុនមេតាដឹងយ៉ាងច្បាស់ថាអ្នកប្រើប្រាស់វ័យក្មេងកំពុងជួបប្រទះបញ្ហាប៉ុន្តែនៅតែបន្ត design ប្រព័ន្ធដាក់ឲ្យបញ្ចូលមុខងារដូចជាការអូសមើលវីដេអូគ្មានដែនកំណត់និងការបង្ហាញតែមាតិកាដែលចូលចិត្តមើលដើម្បីអូសទាញឲ្យអ្នកប្រើប្រាស់មិនអាចឈប់លេងបណ្ដាញសង្គមខ្លួនបានអតីតបុគ្គលិកក្រុមហ៊ុនមេតាក៏បានផ្ដល់សក្ខីកម្មអំពីការព្រួយបារម្ភចំពោះក្មេងជំទង់ដែលរងផលប៉ះពាល់ដោយមាតិកាគ្រោះថ្នាក់ទាំងនោះផងដែរក្រុមហ៊ុនមេតាបានបដិសេធការចោទប្រកាន់ទាំងនេះដោយនិយាយថាការអះអាងទាំងនេះជាការចោទបំភ្លឺហើយថាខ្លួនបានដាក់ចេញនូវវិធានការដើម្បីកែលម្អប្រព័ន្ធសុវត្ថិភាពសម្រាប់កុមាររួចរាល់ហើយកម្ពុជាទទួលបានកំណត់ត្រាថ្មីសត្វជិតផុតពូជក្នុងពិភពលោកមួយប្រភេទបង្ហាញខ្លួនជាលើកដំបូងនៅបឹងព្រែកល្ពៅកម្ពុជារកឃើញនៅកំណត់ត្រាផ្នែកអភិរក្សជាបន្តបន្ទាប់បើតាមមន្ទីរបរិស្ថានខេត្តតាកែវសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រកាសពីការប្រទះឃើញសត្វរនាសឬមានឈ្មោះជាភាសាអង់គ្លេសថា Mickey Stork មួយក្បាលនៅតំបន់ Snow នៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅកាលពីថ្ងៃទី18ខែសីហាវត្តមាននៃសត្វស្លាបដ៏កម្រនេះជាលើកដំបូងបង្អស់ហើយជាសត្វរនាសត្រូវបានកត់ត្រាមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវហើយក៏មិនធ្លាប់មានទិន្នន័យប្រទះឃើញទាល់តែសោះក្នុងរយៈពេល10ឆ្នាំចុងក្រោយការបង្ហាញខ្លួនរបស់សត្វរនាសដែលជាប្រភេទសត្វស្លាបស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វជិតផុតពូជនេះជាសញ្ញាវិជ្ជមានបញ្ជាក់ពីភាពជោគជ័យនៃការស្ដារឡើងវិញនៅប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមវាក៏ជាភស្តុតាងបង្ហាញពីសក្តានុពលនិងសារៈសំខាន់នៃទីជម្រកធម្មជាតិក្នុងតំបន់ការពារដែលផ្ដល់សុវត្ថិភាពដល់សត្វស្លាបទឹកជិតផុតពូជទូទាំងពិភពលោកកម្ពុជាស្ត្រីរត់លើម៉ាស៊ីនយូរបំផុតក្នុងពិភពលោក Influencer ផ្នែកសុខភាពមួយរូបបំបែកឯកតកម្មពិភពលោកដោយការរត់ជាង12ម៉ោង Ashley Paulson វ័យ44ឆ្នាំដែលជា Influencer ផ្នែកសុខភាពមួយរូបបានបំបែកកំណត់ត្រាពិភពលោក Guinness ដោយការរត់ចម្ងាយ161គីឡូម៉ែត្រលើម៉ាស៊ីនរត់ក្នុងរយៈពេល12ម៉ោង47នាទីនិង10វិនាទីសកម្មភាពបំបែកកំណត់ត្រាពិភពលោករបស់ Ashley ត្រូវបានធ្វើឡើងក្នុងទីក្រុង Boston សហរដ្ឋអាមេរិកនៅអង្គារទី18ខែសីហាឆ្នាំ2026ដោយជោគជ័យ Ashley បាននិយាយថាខ្លួនមានបំណងបំបែកកំណត់ត្រាពិភពលោក Guinness ពី3ឆ្នាំមកហើយដោយព្យាយាមរត់បែបម៉ារ៉ាតុងជាច្រើនលើកច្រើនសារ Ashley បន្តថាការបំបែកកំណត់ត្រាដោយការរត់នៅលើផ្លូវមានច្រើនជាងកំណត់ត្រារត់លើម៉ាស៊ីនដូច្នេះនាងដឹងពីសមត្ថភាពខ្លួនឯង Ashley បានពន្យល់ថាការរត់ដ៏ត្រឹមត្រូវអាចជួយយើងឲ្យរត់បានយូរនិងមិនប៉ះពាល់ដល់សាច់ដុំសូមអរគុណចំពោះការតាមដានព័ត៌មានសិល្បៈកំសាន្ត Update Today